សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចាមេរៀនថ្ងៃនេះយើងរៀនអំពីគេហៅថាគួនលៀនឈើគួនលៀនឈើមានន័យថាពាក្យដែលតភ្ជាប់គ្នាអញ្ចឹងយើងចាប់ផ្ដើមមេរៀនរបស់យើង虽然但是ចាពាក្យ虽然ឲ្យតែឃើញមាន虽然ហ្នឹងគឺយើងឃើញតានសើមកពីក្រោយហើយអញ្ចឹងពាក្យហ្នឹងគឺគេហៅគួនលៀនឈើបើភាសាខ្មែរយើងហៅថាពាក្យដែលតភ្ជាប់គ្នាវាមិនអាចដាច់ពីគ្នាបានទេព្រោះបើមាន虽然ហ្នឹងគឺត្រូវតែចេញតានសើនៅពីក្រោយអញ្ចឹងវាមានន័យថាថ្មីត្បិតតែអ្វីមួយអញ្ចឹងទៅប៉ុន្តែហើយមានន័យផ្សេងតទៅទៀតចាអញ្ចឹងយើងមើលឧទាហរណ៍虽然我不会写但是我会读虽然我不会写但是我会读មានន័យថាថ្មីត្បិតតែខ្ញុំមិនចេះសរសេរប៉ុន្តែឬក៏តែខ្ញុំចេះអានអញ្ចឹង虽然ថ្មីត្បិតតែ我ខ្ញុំ不会មិនចេះ写សរសេរ但是ប៉ុន្តែ我ខ្ញុំ会ចេះ读អាន虽然我不会写但是我会读ថ្មីត្បិតតែខ្ញុំមិនចេះសរសេរប៉ុន្តែខ្ញុំចេះអានអញ្ចឹងឲ្យតែឃើញ虽然គឺចេញតានសើនៅពីក្រោយមកហើយឧទាហរណ៍មួយទៀត虽然它很苦很累但是它还是坚持下去虽然它很苦很累但是它还是坚持下去មានន័យថាថ្មីត្បិតតែគាត់ហត់នឹងវេទនាប៉ុន្តែគាត់នៅតែតស៊ូតទៅទៀត虽然ថ្មីត្បិតតែថាគាត់ហិនណាស់ខូមានន័យថាល្វីងឬក៏ហត់នឿយលំបាកវេទនាលៃហត់ហិនខូហត់នឿយខ្លាំងវេទនាខ្លាំងហិនខូហិនលៃហត់នឿយខ្លាំង但是ប៉ុន្តែថាគាត់还是នៅតែ坚持下去តស៊ូតទៅទៀតខ្ញុំអានម្ដងទៀត虽然他很苦很累但是他还是坚持下去អញ្ចឹងខាងក្រោមនេះខ្ញុំសម្រាយពាក្យនៅខាងលើហ្នឹងមកពាក្យ不会មិនចេះ写សរសេរ读អានខូល្វីងឬក៏វេទនា累ហត់坚持តស៊ូ下去បន្តទៅទៀត还是នៅតែចាមេរៀនរបស់យើងនៅពេលនេះសូមសម្រាប់ត្រឹមប៉ុណ្ណឹងសិនយើងនឹងជួបគ្នានៅមេរៀនលើកក្រោយទៀតសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលទស្សនានៅ Channel របស់ខ្ញុំ
សូមជូនពរសុខភាពល្អជម្រាបលាចៃជៀន